កសិដ្ឋានចិញ្ចឹមសត្វនៅក្នុងដៃឯងគឺគ្រាន់តែជាការខ្ជិះខ្ជីធនធានប៉ុណ្ណោះចាប់ពីថ្ងៃនេះទៅខ្ញុំនឹងបង្ហាញឯងឲ្យឃើញថាអ្វីទៅជាសមត្ថភាពពិតប្រាកដតោះទៅកុំខាតពេលនៅទីនេះទៀតថែរក្សាសុខភាពផងទៅទីនេះមិនមែនជាកន្លែងដែលមនុស្សដូចឯងអាចរក្សាបាននោះទេដណ្ដើមយកកសិដ្ឋានរបស់ខ្ញុំដណ្ដើមយកគ្រប់យ៉ាងរបស់ខ្ញុំ fraction ខ្ញុំនឹងយកវាត្រឡប់មកវិញបន្តិចម្ដងទាំងអស់តែម្ដងអ្វីដែលលោកតាទុកឲ្យមិនមែនមានតែប៉ែនោះទេប៉ុន្តែក៏មានអាចកំបាំងនៃសមុទ្រទាំងមូលផងដែរឯងដណ្ដើមយកអាជីវកម្មគ្រួសារខ្ញុំនឹងប្រើសមត្ថភាពរបស់លោកតាដើម្បីវិបកយកជ័យជំនះវិញបងប្អូនទាំងអស់គ្នាតំបន់ចិញ្ចឹមសត្វនេះជាកម្មសិទ្ធិរបស់ត្រកូលចិនហើយខ្ញុំនឹងនាំអ្នកទាំងអស់គ្នាពង្រីកអាជីវកម្មឲ្យកាន់តែធំលោកប្រធានចិនខ្ញុំទើបតែឃើញលីនហ្វុងកាន់ប៉ែចាស់មួយទៅកាន់ឆ្នេរងាប់ហើយឆ្នេរងាប់អីវាឈួតមែនទែនហើយកន្លែងដែលសំបីតែបាសីក៏មិនចង់បន្ទោរបស់ផងតើអាចមានរបស់អីទៅប្រហែលជាវារងសម្ពាធខ្លាំងពេកទើបខួរក្បាលមានបញ្ហាហើយណែលីនហ្វុងឯងឈួតមែនទេកន្លែងស្មោកគ្រោកនោះសំបីតែខ្មោចក៏មិនទៅផងប្រហែលជាប៉ះទង្គិចផ្លូវចិត្តខ្លាំងពេកទើបខូចខួរក្បាលហើយលោកតាធ្លាប់បានផ្ដាំផ្ញើទុកថាឆ្នេរងាប់ដែលគ្រប់គ្នាខ្ពើមឆ្អឹងនេះលាក់ទុកនៅកំណប់សមុទ្រដែលអ្នកអតីមើលមិនយល់ខ្យល់បក់ទៅទីអាគ្នេយ៍ទឹកនេះចុះបីធ្នប់គឺថ្ងៃនេះឯងគឺនៅទីនេះហើយជីកបានរបស់ហើយនេះគឺក្តាំអេនៅកន្លែងបែបនេះមិនអាចទៅរួចនេះ School Children's Steak ក្តាមឈាមមានតែឆ្នេរចាស់30ឆ្នាំទើបមានគុណភាពបែបនេះនៅខាងក្រោមនៅមានទៀតខ្ញុំអាចមានអារម្មណ៍ដឹងមួយសម្បុកពិតជាមានមួយសម្បុកពេញតែម្ដងរបស់ល្អ30ឆ្នាំនៅក្រោមឆ្នេរងាប់គឺនៅទីនេះទាំងអស់ណែមើលទៅខាងលីនហ្វុងនោះមើលតើជាស្អីហ្នឹងក្រហមច្រាលតែម្ដងតើមានស្អីទៅប្រហែលជាជីកបានសម្បុកខ្ចីរលួយពីរបីប៉ុណ្ណោះនេះជាស្អីហ្នឹងស្ដេចក្តាមឈាម50ឆ្នាំហើយមិនដែលឃើញធំបែបនេះទេប៉ុនបាត់ដៃណែមកមើលលឿនឡើងលីនហ្វុងជីកបានស្ដេចក្តាមឈាមនៅឆ្នេរងាប់ហើយ50ឆ្នាំហើយមិនដែលឃើញស្ដេចក្តាមឈាមធំបែបនេះទេមួយក្បាលមានតម្លៃមហាសាលណាស់លោកប្រធានចិនមើលទៅទីនោះលឿនឡើងអាលីនហ្វុងពិតជាយករបស់ទាំងនោះមកលក់មែនវាមិននឹកស្មានថាជីកបានកំណប់សោះអាជីវឯងទៅជួយបង្ខូចតម្លៃរបស់វាឲ្យទាបបំផុតទៅប្រាប់វាថារបស់ទាំងនេះមានជំងឺគ្មានអ្នកណាត្រូវការទេបំផ្លាញការលក់នេះទៅឯងនឹងទទួលបានលាភសក្ការៈមិនខានឡើយលោកប្រធានចិនកុំបារម្ភទុកឲ្យខ្ញុំចាត់ការចុះលីនហ្វុងតើឯងជីកបានរបស់ស្អីហ្នឹងសម្បុកធំមែនប៉ុន្តែពណ៌មិនត្រូវទេឲ្យទេក៏គ្មានអ្នកណាគេយកដែរទោះបីមួយក្បាលទម្ងន់8ខាំក៏ដោយតើមានអីអស្ចារ្យនេះគ្រាន់តែជាក្តាមឈាមធម្មតាដែលធំបន្តិចប៉ុណ្ណោះយ៉ាងច្រើនលក់បាន30ទៅ50ក្នុង1គីឡូមិនអាចចាត់ទុកជាស្តេកក្តាមឈាមបានឡើយមើលចុះខ្លួនឯងសំបីតែនិយាយក៏គ្មានជំនឿចិត្តដែលលីនហ្វុងបើឯងខ្វះលុយមកធ្វើការឲ្យខ្ញុំទៅខ្ញុំនឹងទិញរបស់អេតចាយរបស់ឯងតាមតម្លៃទីផ្សារចាត់ទុកថាជួយមើលថែអ្នកភូមិផងរបងជាមួយគ្នាទៅចុះរបស់ខ្ញុំមិនលក់រីទេរងចាំតែអ្នកដែលស្គាល់តម្លៃរបស់វាប៉ុណ្ណោះអ្នកស្គាល់តម្លៃរបស់នឹងហានៅទីប្រជុំជននេះតើអ្នកណាហ៊ានមិនផ្ដល់កិត្តិយសឲ្យលោកប្រធានចិនដូចជាខ្ញុំជាសម្បុកស្ដេចក្តាមឈាមដ៏ល្អណាស់មួយសុទ្ធតែធាត់នឹងមានជីវិតលើសពី30ឆ្នាំទៅទៀតតើស្ដេចក្តាមឈាមទាំងនេះឯងជាអ្នកជីកបានមែនទេនៅខាងក្រោមឆ្នេរងាប់ស្រទាប់ភក់ចាស់30ឆ្នាំឆ្នេរងាប់អេខ្ញុំធ្លាប់ទៅពីកន្លែងនោះសូម្បីតែអ្នកនេសាទក្នុងតំបន់ក៏និយាយថាគ្មានអ្វីអាចដុសលូតលាស់បានដែរឯងអាចជីកបានរបស់មានគុណភាពបែបនេះពីទីនោះពិតជាមានសមត្ថភាពមិនធម្មតាមែនជំរាបសួរលោកស្រីខ្ញុំឈ្មោះចិនហៅជាថៅកែថ្មីនៃតំបន់ចិញ្ចឹមសត្វនេះបើលោកស្រីមានចំណាប់អារម្មណ៍លើគ្រឿងសមុទ្រហេតុអ្វីមិនទៅមើលតំបន់ចិញ្ចឹមសត្វរបស់ខ្ញុំរបស់នៅទីនោះទាំងស្រស់ទាំងថោកមិនដូចកន្លែងបែបនេះទេឯងនិយាយច្រើនពេកហើយតាក់ថ្លៃមករបស់ទាំងនេះខ្ញុំយកទាំងអស់ឲ្យតាមតែការគួរចុះអ្នកដែលស្គាល់តម្លៃរបស់វាមិនឲ្យថោកនោះទេគួរឲ្យចាប់អារម្មណ៍មែននេះគឺ100000ខ្ញុំយកស្ដេចក្តាមឈាមទាំងអស់នេះហើយខ្ចប់ឲ្យខ្ញុំផង100000អេសេចក្តាមឈាមទាំងនេះថ្លៃ100000យ៉ងផងខ្ញុំធ្វើការមួយឆ្នាំក៏រកមិនបានប៉ុណ្ណឹងដែរព្រះឲ្យលីនហ្វុងលើកនេះច្បាស់ជាខ្លាយជាអ្នកមានហើយលោកស្រីកុំបារម្ភអីនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះទៅថ្ងៃមុខនៅមានរបស់ល្អជាច្រើនទៀតខ្ញុំឈ្មោះស៊ូឈីងជាប្រធានក្រុមហ៊ុនយូហៃសៀនទៅថ្ងៃក្រោយបើមានរបស់លំដាប់នេះទៀតអាចខលមកលេខរបស់ខ្ញុំផ្ទាល់បានតម្លៃមិនឲ្យឯងខាត់បងឡើយបាទយុវជនស្នុកស្ទូចត្រីនេះចាយស៊ីអស់ទៅហើយតើនៅអាចស្ទូចត្រីបានទៀតទេ
ទូស្នុកមិនមានបញ្ហាទេគ្រាន់តែបដូរកងនាំខ្សែគឺអាចប្រើបានហើយលោកប្រធានចិនអាម្នាក់នោះទិញស្នុកស្ទូចត្រីចាស់មួយនិងរបស់របរអេកចៃមួយគំនរតើវាចង់ធ្វើស្អីនឹងវាច្បាស់ជាចង់ទៅរករបស់ល្អទៀតហើយតាមដានវាឲ្យជាប់ទៅវារត់ទៅណាពួកយើងតាមទៅទីនោះវាធ្វើដំណើរទៅទីដែលព្រៃកោងកាំងហើយពិតជាមានគម្រោងទុកជាមុនមែនទីដែលទឹកនីកនិងកន្លែងដែលឫសឈើងាប់ខ្វែងគ្នានឹងលាក់ទុករបស់ល្អបងចិនកន្លែងស្ងាត់ជ្រុងគ្មានមនុស្សរស់នៅបែបនេះតើវាអាចជីកបានរបស់អីទៅមិនថាវាជីកបានរបស់អីទេថ្ងៃនេះមិនអាចឲ្យវាត្រឡប់ទៅវិញដោយសុវត្ថិភាពឡើយចាំមើលតតែវាជីកបានថ្ងៃនេះមិនអាចឲ្យគេយកទៅបានស្រួលទេចាំឲ្យគេគាស់បានរបស់បងធំអាម្នាក់នោះចាប់ផ្ដើមគាស់ហើយតើយើងត្រូវធ្វើការពេលណាកុំប្រញាប់ចាំគេគាស់បានរបស់សិនចុះដៃពេលនេះក្រែងលោកគ្មានអ្វីសោះហត់ទេបងធំអាម្នាក់នោះកំពុងគាស់ផ្ដេសផ្ដាសមែនទេគ្មានអ្វីសោះមិនបាច់ចាំទេពួកយើងគាស់ខ្លួនឯងធ្វើតាមគេទៅខ្ញុំមិនជឿទេគេគាស់បានខ្ញុំក៏គាស់បានដែរនេះជាស្អីទៅស្អុយណាស់កន្លែងនេះដូចជាគំនរសម្រាមអញ្ចឹងនិយាយឥតប្រយោជន៍បដូរកន្លែងគាស់ទៀតបងធំថង់ផ្លាស្ទិកនេះពាត់ជាប់ខ្ញុំហើយរបស់ឥតប្រយោជន៍សំបីតែសម្រាមបន្តិចបន្តួចក៏ដោះស្រាយមិនរួចសំឡេងញើររំពងបញ្ជាក់ថាមានទឹកនៅខាងក្រោមនិងមានលអាងសម្ងាត់ម្យ៉ាងទៀតជញ្ជាំងលអាងរលោងគឺដោយសារសត្វធំគិតអស់រយៈពេលយូរមានរបស់ហើយបង្កងនាគចិនតម្លៃឡើងហើយបង្កងនាគចិនមែនទេរបស់នោះមួយក្បាលថ្លៃរាប់ម៉ឺនដុល្លារណោះបងធំហេតុអ្វីអាម្នាក់នោះមានសំណាងខ្លាំងម្ល៉េះឲ្យឯងសប្បាយចិត្តមួយរយៈសិនថ្ងៃក្រោយច្បាប់នៅលើសមុទ្រមិនមែនឲ្យឯងជាអ្នកសម្រេចទេលោកស្រីខឹកខ្ញុំគឺលេងវែងរកបានរបស់ល្អទៀតហើយលោកស្រីប្រហែលជាចាប់អារម្មណ៍របស់អ្វីទៅឲ្យខ្ញុំមើលបន្តិចបង្កងនាគចិនប្រវែងជាង40សង់ទីម៉ែត្រទម្ងន់ជាង5គីឡូគ្មានការខូចខាតគឺជាលំដាប់កម្ពស់ឲ្យតម្លៃមកលោកស្រីខែជាអ្នកជំនាញឲ្យតម្លៃតាមការគូចុះខ្ញុំនៅតែនិយាយដដែលនេះគ្រាន់តែជាវគ្គដំបូងប៉ុណ្ណោះព្រមព្រៀងលេខផ្ទាល់ខ្លួនរបស់ខ្ញុំបើក24ម៉ោងទៅថ្ងៃមុខមិនបាច់យកទៅលក់នៅផ្សារទេបើមានរបស់ល្អទំនាក់ទំនងខ្ញុំផ្ទាល់មនុស្សដូចអ្នកមិនគួរទៅថ្លៃនៅតាមចិញ្ចើមផ្លូវឡើយបំណុលនៅកន្លែងធ្វើការនិងការក្បត់ទាំងអស់នេះខ្ញុំនឹងយកវាមកវិញបន្តិចម្ដងលិនវែងមេឃប្រែប្រួលហើយប្រញាប់ត្រឡប់មកវិញយប់នេះមានព្យុះធំហើយមុនពេលមានព្យុះហ្វូងត្រីកំពុងរកស៊ីយ៉ាងខ្លាំងថ្ងៃនេះជាពេលខ្ញុំបង្ហាញសមត្ថភាពហើយថ្ងៃនេះមានហ្វូងត្រីច្រើនណាស់ខ្ញុំប្រកាសជាស្ទូចបានត្រីកំពូលជាមិនខានលិនវែងឯងឈួតហើយមែនទេចេញទៅក្រៅក្នុងអាកាសធាតុបែបនេះជិះទូកកញ្ចាស់នោះឯងចង់ងាប់មែនទេអាម្នាក់នេះថ្លើមធំពេកហើយខ្យល់និងរលកធំខ្លាំងណាស់ពិតជាបារម្ភជំនួសគេមែនទឹកហូរខ្លាំងហ្វូងត្រីប្រហែលជាត្រូវទឹកហូរនាំមកទីនេះហើយក្នុងអាកាសធាតុបែបនេះត្រីធំកំពុងរកស៊ីនៅទីនេះហាត្រីមុនពេលព្យុះពិតជាងាយស្ទូចមែនថ្ងៃនេះឲ្យខ្ញុំប្រមូលផលបានច្រើនចុះឲ្យអ្នករាល់គ្នាដឹងថានរណាជាស្ដេចសមុទ្រពិតប្រាកដនុយអស្ថាបុរាណសម្ងាត់ដែលបន្សល់ទុកពីជីតារូបមុន30ឆ្នាំទីបំផុតបានការនៅថ្ងៃនេះហើយបងធំមើលរ៉ាដាទៅមានទូកតូចមួយកំពុងឆ្ពោះទៅកាន់ខេលឺខូមែនទេគេឈួតហើយមែនទេជិះទូកកញ្ចាស់ទៅស្ទូចត្រីនៅទីនោះបងធំហេតុអ្វីខាងយើងគ្មានចលនាតតែសោះកន្លះម៉ោងទៅហើយកុំប្រញាប់មុនពេលព្យុះហ្វូងត្រីកំពុងរកស៊ីនេះជារឿងធម្មតាចាំបន្តិចទៀតទៅបងធំមើលទៅខាងនោះទៅមិនអាចទៅរួចទេជិះទូកកញ្ចាស់នោះតើអាចទៅរួចយ៉ាងម៉េចនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះពួកអាធំនៅខាងក្រោមចិត្តស៊ីនុយហើយ
មកហើយនៅមានទៀតប្រឹងប្រែងបន្ថែមទៀតបានហើយត្រីម្យ៉ាងមួយហ្វូងធំតែម្ដងបងធំអាម្នាក់នោះទាញបានទៀតហើយទូកគេដាក់លេងចុះហើយតើគេប្រើនុយស្អីទៅមើលចុះហ្វូងត្រីនៅខាងនោះបើកទូកទៅព័ទ្ធជុំវិញទូកគេដើម្បីឲ្យហ្វូងត្រីខ្លាចរត់បាត់ក្នុងអាកាសធាតុបែបនេះកាលណាត្រីរត់បាត់គេនឹងសាបសូន្យហើយបងធំធ្វើបែបនេះវាច្បាស់ពេកទេដឹងហើយក្នុងខ្យល់នឹងរលកបែបនេះទៅជិតពេកងាយនឹងមានគ្រោះថ្នាក់ណាស់មិនធ្វើតាមខ្ញុំបញ្ជាឬក៏ចង់ទេឥឡូវនេះបោះយូធការចូលទៅជិតយូធធ្វើពុតជាត្រូវរលកបក់ទៅពេលទៅដល់ព័ទ្ធជុំវិញគេរឹតតែមានចលនាខ្លាំងរឹតតែល្អចាំមើលឯងស្ទូចត្រីយ៉ាងម៉េចទៀតមើលណែមិនក៏ធ្លាក់ចុះចឹងមានរឿងអីហ្នឹងឆាប់ចុះពីទូកទៅប្រញាប់ចុះពីទូកទៅបងហ្វុងខ្ញុំសុំមើលបន្តិចបងហ្វុងសារាយសមុទ្ររុំជាប់ស្លាប់ចាក់ហើយវើលេងរួចហើយចង្រៃមែនមិនក៏ចឹងទៅវិញធាតុអាកាសបែបនេះបើគ្មានកម្លាំងម៉ាស៊ីនទូករបស់យើងនឹងត្រូវរលកបក់ប្រឡាប់មិនខានចង្រៃមែនទាំងអស់នេះគឺដោយសារតែអាកេនឃូសនោះពេលនេះពិតជាប្លែកណាស់មិនត្រូវទេអារម្មណ៍នេះមិនស្រួលទេតើនេះជាស្អីគេទៅត្រីផ្ទក់សមុទ្រកម្លាំងខ្លាំងយ៉ាងនេះយ៉ាងហោចណាស់ក៏ជាត្រីធំទម្ងន់រាប់រយជញ្ជីងដែរតាធ្លាប់និយាយថាត្រីផ្ទក់សមុទ្រកម្លាំងខ្លាំងអាចអូសទូកបានត្រីមួយក្បាលនេះយ៉ាងហោចណាស់ក៏200គីឡូដែរមិនអាចទាញដោយកម្លាំងបាយបានទេត្រូវប្រើល្បិចឡើងមកហើយបងហ្វុងធ្វើម៉េចទៅទូរស័ព្ទរណបលើកមុនបងយកទៅហើយមិនបានយកមកវិញទេទូរស័ព្ទរបស់យើងគ្មានសេវាទេលីនហ្វុងទូករបស់យើងចូលទឹកហើយជួយពួកយើងផងជួយផងពេលដែលឯងបង្ខំឲ្យខ្ញុំចុះហត្ថលេខាធ្លាប់គិតទេថានឹងមានថ្ងៃនេះអាឡូខាងសង្គ្រោះមែនទេព័ត៌មានកូអរដូណេនៅសមុទ្រវូហៀនមានទូកមួយគ្រឿងចូលទឹកមានមនុស្ស2នាក់បងហ្វុងពួកយើងគួរធ្វើម៉េចទៅក្រុមសង្គ្រោះជិតមកដល់ហើយឆាប់មកមើលលីនហ្វុងស្ទូចបានត្រីមួយក្បាលធំជាងមនុស្សទៅទៀតខ្ញុំរស់បានជាង60ឆ្នាំហើយមិនដែលឃើញត្រីផ្ទក់សមុទ្រធំយ៉ាងនេះទេម្សិលមិញនៅមានអ្នកនិយាយថាគាត់ឈួតដែលហ៊ានផ្សងព្រេងលទ្ធផលគាត់បែរជាស្ទូចបានស្ដេចត្រីផ្ទក់មួយក្បាលមកវិញយកទៅធ្វើស៊ុបឲ្យចៅប្រុសខ្ញុំញ៉ាំត្រីរស់នេះជាត្រីរស់ស្រស់ណាស់គុណភាពបែបនេះយ៉ាងហោចណាស់ក៏ជាង100គីឡូដែរលីនហ្វុងខ្ញុំឲ្យ80000លក់ត្រីនេះឲ្យខ្ញុំមកលីនហ្វុងខ្ញុំឲ្យ85000លក់ឲ្យ80000ហ៊ានហាប់មាត់និយាយដែរលីនហ្វុងខ្ញុំឲ្យ100,000លុយសុទ្ធប្រគល់លុយភ្លាម120,000ខ្ញុំឲ្យ120,000 130,000 150,000 180,000 200,000នេះជាតម្លៃខ្ពស់បំផុតរបស់ខ្ញុំហើយគ្មានអ្នកណាឲ្យថ្លៃជាងខ្ញុំទេ200,000ខ្ញុំនឹងវេលុយឲ្យឥឡូវនេះខ្ញុំឲ្យតម្លៃខ្ពស់បំផុតក្នុងទីផ្សារត្រីផ្ទក់មួយក្បាលនេះខ្ញុំសុំយកហើយសរសៃសាច់ណែនល្អត្រីនេះរស់នៅតំបន់ទឹកហូរខ្លាំងសាច់វាស្រស់ជាងនិងផ្អែមជាងត្រីផ្ទក់ធម្មតាតម្លៃខ្ពស់បំផុតក្នុងទីផ្សារខ្ញុំទិញហើយត្រីតូចរបស់ឯងទាំងអស់នោះខ្ញុំក៏យកទាំងអស់ដែរនេះជាលក្ខខណ្ឌល្អបំផុតដែលខ្ញុំអាចផ្ដល់ឲ្យព្រមព្រៀងអូយគាត់ងើបឈររួចទៀតហើយលីនហ្វុងលក់ស្ដេចត្រីផ្ទក់បានតម្លៃខ្ពស់បំផុតក្នុងទីផ្សារមួយថ្ងៃរកបានលុយពេញដៃពេញជើងតែម្ដង
គេហៅថាស្ដេចត្រីផ្ទប់លីនហ្វុងខ្ញុំមិនទាន់ចប់ជាមួយឯងទេបងចិនអាកអូននោះចេញទៅទៀតហើយទៅទីដៅតំបន់ថ្មប៉ប្រះទឹកខាងកើតតំបន់ថ្មប៉ប្រះទឹកកន្លែងកំសត់នោះក្រៅពីមានរលកធំគ្មានស្អីតតែសោះតាមដានវាឲ្យជាប់មើលថាវាចង់ធ្វើស្អីរលកបោកបក់ពីទីខាងកើតវិលទៅទីខាងលិចខ្យល់បក់ពីទីអាគ្នេយ៍បង្កើតជាចរន្តទឹកវិលនៅខាងក្រោយតំបន់ថ្មប៉ប្រះទឹកកន្លែងបែបនេះងាយនឹងមានរូងទឹកលាក់ខ្លួនណាស់កន្លែងនេះសំឡេងឮខ្លាំងខាងក្រោមប្រហែលជាប្រហោងចំណែកកន្លែងនេះសំឡេងណែនល្អជាថ្មរឹងមាំស្លាយពណ៌ដិតបង្ហាញថាកន្លែងនេះតែងតែត្រូវទឹកលិចប៉ុន្តែមិនមែនប៉ះផ្ទាល់នឹងរលកបោកទេវាគឺជាច្រកដកដង្ហើមរបស់រូងទឹកពេលទឹកឡើងទឹកស្រកទឹកសមុទ្រហូរចូលហូរចេញតាមកន្លែងនេះធ្វើឲ្យស្លាយត្រូវទឹកសើមជាប្រចាំទើបវាមានពណ៌ទឹកជាងតំបន់ជុំវិញពិតជាមានរូងទឹកមែនហើយជ្រៅទៀតផងមានសំឡេងទឹកបាតរូងភ្ជាប់នឹងសមុទ្រជាទឹករស់រូងទឹកបែបនេះពេលទឹកឡើងនាំមកនៅសារធាតុចិញ្ចឹមនិងចំណីងាយនឹងចិញ្ចឹមបានគ្រឿងសមុទ្រលំដាប់កម្ពស់ណាស់ក្តាមថ្មភ្នំ3ក្តាមថ្មភ្នំ3ធម្មជាតិទម្ងន់ចាប់ពី1គីឡូឡើងទៅជាគ្រឿងសមុទ្រលំដាប់កម្ពស់មួយក្បាលនេះបើលក់នៅសន្តាគារអាចបានតម្លៃរាប់ម៉ឺនរូងថ្មមានកំណប់ខាងក្រោមពិតជាមានរបស់ល្អមែនតំបន់ថ្មប៉ប្រះទឹកមានខ្យល់និងភ្លៀងខ្លាំងភូមិសាស្ត្រ3ប្រភេទផលនេសាទ3ប្រភេទលោកតានិយាយត្រូវមែនគ្រប់ចំណែកនៃសមុទ្រនេះសុទ្ធតែមានរបស់ដែលខ្ញុំមិនទាន់ដឹងក្តាមថ្មភ្នំ3ធម្មជាតិទម្ងន់1គីឡូឡើងទៅឥឡូវនេះលើទីផ្សារស្ទើរតែរកមិនបានសោះទាំង3ក្បាលនេះគុណភាពល្អណាស់ឲ្យតម្លៃមក31000ក្បាលខ្ញុំយកទាំង3ក្បាលតែម្ដងថ្ងៃក្រោយបើមានរបស់បែបនេះទៀតជនម្នាក់តែម្ដងមិនបានឆ្លងកាត់មួយតែចេះស្ទូចត្រីទេថែមទាំងចេះរកគ្រឿងសមុទ្រតាមឆ្នេរទៀតហើយរបស់ដែលគេរកបានសុទ្ធតែជារបស់លំដាប់កម្ពស់ទើបតែប៉ុន្មានថ្ងៃសោះគេរកលុយបានជិត5សែនទៅហើយយប់ជ្រៅម្លេះហើយកញ្ញាវាងមកខ្ទមកំសត់របស់ខ្ញុំធ្វើអីហ្នឹងលីនហ្វុងមានរឿងអីនាងស្រីធំវាងមកកន្លែងដកកំសត់របស់ខ្ញុំធ្វើអីលីនហ្វុងខ្ញុំដឹងថាពីមុនខ្ញុំធ្វើមិនល្អដាក់បងប៉ុន្តែបងក៏ដឹងដែរនោះមកពីឆឹងហៅបង្ខំខ្ញុំទេគាត់មានលុយមានអំណាចខ្ញុំជាស្រីម្នាក់ធ្វើមិនទៅហឹមហើយមិនទៀតលីនហ្វុងក្នុងចិត្តខ្ញុំនៅតែមានបងឆឹងហៅមិនអាចទុកចិត្តបានទេរាល់ថ្ងៃគិតតែផឹកស្រាលេងបៀខ្ញុំមានព័ត៌មានលេខឃ្លីហិរញ្ញវត្ថុរបស់គេបណ្ដាញអតិថិជននិងកំណត់ត្រាខុសច្បាប់បងគ្រាន់តែយកក្បាលខ្ញុំនឹងឲ្យបងទាំងអស់នាងនិយាយចប់ហើយឬនៅលីនហ្វុងខ្ញុំពិតជាចង់ជួយបងមែនណាបងនៅថតទុកទៀតពាក្យដែលនាងធ្លាប់និយាយកាលពីមុនខ្ញុំចាំទុកទាំងអស់ស្ដាប់ច្បាស់ហើយឬនៅពាក្យទាំងនេះគឺនាងនិយាយដោយខ្លួនឯងគ្មាននរណាបង្ខំនាងទេលីនហ្វុងខ្ញុំខុសហើយខ្ញុំពិតជាដឹងខុសហើយបងឲ្យឱកាសខ្ញុំម្ដងទៀតទៅឲ្យឱកាសកាលនោះខ្ញុំទៅខ្ចីលុយនាងនិយាយថារឿងងាប់រស់របស់ខ្ញុំមិនពាក់ព័ន្ធនឹងនាងទេចាប់ពីពេលនេះទៅកុំមកជួបខ្ញុំទៀតទៅថ្ងៃមុខពួកយើងគ្មានពាក់ព័ន្ធគ្នាទេនាងដើរផ្លូវនាងខ្ញុំដើរផ្លូវខ្ញុំរវាងពួកយើងគ្មានអ្វីសេសសល់ទៀតទេលីនហ្វុងឯងមកធ្វើអីដេញថ្លៃផែទឹកជ្រៅសិតមកការ5ឆ្នាំតម្លៃចាប់ផ្ដើម2សែនមាននរណាដេញថ្លៃទេ2សែនខ្ញុំដេញថ្លៃអញឈួតហើយមែនទេផែដកកំសត់នឹង20ឆ្នាំមកហើយគ្មានអ្នកប្រើទេផែនោះដែលគ្មានអ្នកប្រើព្រោះតែលក្ខខណ្ឌពីមុនមិនទាន់ល្អគ្រប់គ្រាន់ប៉ុន្តែទឹកនៅទីនោះជ្រៅទឹកជ្រៅទើបនាវាធំអាចចតបានទៅថ្ងៃមុខទំនិញខ្ញុំកាន់តែច្រើនមានតែផែទឹកជ្រៅទេទើបអាចផ្ទុកបានលីនហ្វុងឯងប្រកាសទេចុះកិច្ចសន្យាហើយគឺមិនអាចប្រែក្រឡាស់បានឡើយខ្ញុំមិនដែលនិយាយលេងទេបងប្រុសលីនហ្វុងដេញថ្លៃយកផែទឹកជ្រៅ5ឆ្នាំបាត់ហើយស្អីគេផែទឹកជ្រៅអាផែកំសត់នឹងវាដេញថ្លៃយកទៅធ្វើអីវាថាទំនិញរបស់វាមានច្រើនមានតែផែទឹកជ្រៅទេទើបអាចឡើងកូដលឿនពេកហើយបើមិនកំចាត់វាទេចាំវាឈោជើងជាប់ខ្ញុំសំបីតែទឹកស៊ុបក៏គ្មានផឹកដែរបើតាមសម្រួលសង្កត់ឯងមិនចុះទេកុំបន្ទោសថាខ្ញុំប្រើល្បិចមិនស្អាតស្អំអាឡូនរណាគេនឹងធានចាងគឺខ្ញុំសៀវឈិនមានរឿងរកស៊ីចង់ពិភាក្សាជាមួយលោកក្នុងក្រុងមានអាឡប់ម្នាក់មិនស្គាល់ច្បាប់ទម្លាប់ចង់ឲ្យលោកជួយបង្រៀនច្បាប់ទម្លាប់ដល់វាបន្តិចឯងគឺលីនហ្វុងថ្មីនេះល្បីខ្លាំងណាស់តើទាំងស្ដេចត្រីមឹកទាំងស្ដេចត្រីខ្ពស់គឺខ្ញុំមានការអីអូនផ្សារជលផលតំបន់នេះគឺគ្រប់គ្រងដោយផ្សារឈឹងតុងត្រីដែលឯងនេសាទបានត្រូវតែលក់ឲ្យពួកយើងគិតតម្លៃ60នៃតម្លៃទីផ្សារជាសាច់ប្រាក់60អញ្ចឹងខ្ញុំយកត្រីទៅបាចោលក្នុងសមុទ្រវិញប្រសើរជាងខ្ញុំមិនមែនមកពិភាក្សាជាមួយអញទេរកស៊ីនៅទីនេះត្រូវតែគោរពតាមច្បាប់របស់ពួកយើងបើឯងឆ្លាតគ្រប់គ្នាមានលុយរកបើឯងមិនឆ្លាតទេទៅថ្ងៃមុខគុំសង្ឃឹមថានឹងអាចរកស៊ីក្នុងរបរនេះទៀតឬមួយក៏មកក្បាលថ្ងៃក្រោយយកត្រីទៅលក់នៅផ្សារពួកយើងខ្ញុំធានាសុវត្ថិភាពឯងឬមួយខ្ញុំនឹងធ្វើឲ្យអ្នកទិញត្រីទូទាំងក្រុងគ្មាននរណាហ៊ានទិញគ្រឿងសមុទ្រពីឯងសំបីតែមួយនិយាយចប់ហើយនៅអាឡប់នេះឯងចង់ធ្វើអីហៅមនុស្សមកមែនទេ
ហេនៅតំបន់នេះឯងហើយនរណាក៏គ្មានប្រយោជន៍ដែរអាកែនីយូស៊ូខ្ញុំជួបបញ្ហាបន្តិចបន្តួចនៅទីនេះមានគេមកបង្កការលំបាកនៅផែរបស់ខ្ញុំថែមទាំងនិយាយថាមិនឲ្យខ្ញុំរកស៊ីក្នុងរបរនេះទៀតផងផ្ញើទីតាំងមកខ្ញុំ10នាទីទៀតទៅដល់ឯងទៅស៊ូឈីងហើយយ៉ាងម៉េចនាងគ្រាន់តែជាអ្នកបើកភោជនីយដ្ឋានម្នាក់អាចមកគ្រប់គ្រងរឿងរ៉ាវទីផ្សារបានដែរមែនទេបងធំឬមួយពួកយើងដកថយសិនទៅអាឡុកនេះមើលទៅហាក់បីដូចជាមានខ្សែបណ្ដាញមែនទេណាដកថយស្អីវាគ្រាន់តែជាអ្នកនេសាទម្នាក់អាចហៅអ្នកណាខ្លាំងពូកែមកបានទៅអាកែនីយូស៊ូនេះមានន័យថាម៉េចពួកយើងគ្រាន់តែដោះស្រាយរឿងចំនួនបន្តិចបន្តួចប៉ុណ្ណោះមិនហ៊ានរំខានលោកស្រីឡើយប្រធានក្រុមលីជួយចាត់ចែងផងនេះជាឯកសារព្រមព្រៀងនិងភស្តុតាងពាក់ព័ន្ធរួមបញ្ចូលទាំងកំណត់ត្រាជួញដូរខុសច្បាប់របស់លោកក្នុងរយៈពេលកន្លះឆ្នាំចុងក្រោយនេះការគម្រាមកំហែងនិងរូបថតភស្តុតាងនៅកន្លែងកើតហេតុដែលលោកនាំមនុស្សមកបង្កភាពវឹកវរនៅខែនេះនាងរៀបចំទុកជាមុនអស់ហើយការការពារសិទ្ធិស្របច្បាប់របស់ខ្លួនឯងវាមិនសមហេតុផលទេមែនទេអាឡុកឯងចាំមើលទៅចាំអីទៀតរាល់ទង្វើដែលបង្កភាពវឹកវរដល់សន្តិភាពទីផ្សារនិងប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់អ្នករកស៊ីនឹងត្រូវប្រន្ទាទោសតាមផ្លូវច្បាប់តែនាងប្រមូលភស្តុតាងទាំងនេះតាំងពីពេលណាហេតុអ្វីខ្ញុំមិនដឹងសោះអញ្ចឹងតាំងពីថ្ងៃដំបូងដែលគេប្រមានក្នុងក្រុងថានឹងគ្រប់គ្រងការរកស៊ីជលផលមកម្លេះខ្ញុំជាមនុស្សម្នាក់មិនចូលចិត្តធ្វើការងារដែលគ្មានការត្រៀមខ្លួនទុកជាមុននោះទេលីនហ្វុងឯងកុំអាឡអចាំខ្ញុំឈ្នះការប្រកួតនេសាទត្រីសមុទ្រទូទាំងខេត្តនិងទទួលបានប្រាក់រង្វាន់1លានខ្ញុំនឹងអាចស្រោចស្រង់ស្ថានភាពឡើងវិញបានលោកគ្រូទាំងអស់គ្នាថ្ងៃនេះខ្ញុំលីនហ្វុងហើយអ្នកទាំងអស់គ្នាមកគឺចង់សូមឲ្យគ្រប់គ្នាមកសហការជាមួយខ្ញុំម្នាក់ឯងធ្វើមិនទាន់ទេអ្នកទាំងអស់គ្នាសុទ្ធសឹងតែជាអ្នកដែលធ្លាប់រកស៊ីជាមួយសមុទ្រពេញមួយជីវិតបទពិសោធន៍សម្បូរបែបជាងនរណាទាំងអស់ឲ្យតែអ្នកទាំងអស់គ្នាយល់ព្រមថ្ងៃក្រោយធ្វើការជាមួយខ្ញុំធានាថាអ្នកទាំងអស់គ្នានឹងមិនបាច់ដាច់បាយទៀតឡើយលីនហ្វុងពួកយើងចាស់អស់ហើយតើនៅអាចធ្វើអ្វីបានទៅបើកប៉ាល់នេសាទត្រីរកមើលប្រភពទឹកនិងកំណត់ទីតាំងត្រីរឿងរ៉ាវទាំងនេះជាអ្វីដែលខ្ញុំកំពុងតែត្រូវរៀនសូត្រពីអ្នកទាំងអស់គ្នាទៅថ្ងៃមុខពួកយើងគឺជាគ្រួសារតែមួយខ្ញុំលីនហ្វុងមានអ្វីគឺគ្រប់គ្នានឹងមានចំណែកដូចគ្នាចាប់ពីថ្ងៃនេះទៅពួកយើងនឹងធ្វើឲ្យសមុទ្រតំបន់នេះចិញ្ចឹមមនុស្សបានកាន់តែច្រើនឡើងវាគ្រាន់តែពឹងផ្អែកលើចាស់ទុំប៉ុន្មានអ្នកនឹងចង់ជោគជ័យមែនទេយកសប្បុរសហើយជាការពីដំបូងពួកយើងមិនគួរប្រឆាំងនឹងលីនហ្វុងទេលីនហ្វុងជួបគ្នានៅកន្លែងប្រកួតលើកនេះខ្ញុំមិនចាញ់ទៀតទេខ្ញុំបានខ្ចីលុយទិញកប៉ាល់ថ្មីមួយគ្រឿងបំពាក់ដោយឧបករណ៍ស្វែងរកត្រីដ៏ល្អបំផុតរីឯងមានតែប៉ែដែកដ៏កំសត់មួយនិងដងសន្ទូចចាស់មួយប៉ុណ្ណោះខ្ញុំចាំមើលថាឯងយកអ្វីមកប្រកួតជាមួយខ្ញុំចង់ប្រកួតមែនទេអញ្ចឹងប្រកួតទៅលីនហ្វុងមេឃមិនទាន់ភ្លឺច្បាស់ផងតើហៅពួកយើងមកធ្វើអីលឿនម្លេះការប្រកួតនៅសល់តែប៉ុន្មានថ្ងៃទៀតទេថ្ងៃនេះខ្ញុំនាំលោកគ្រូទាំងអស់គ្នាចេញទៅសាកល្បងមើលដើម្បីស្វែងយល់ពីស្ថានភាពទឹកតើឯងគិតថាលីនហ្វុងមានសមត្ថភាពនេសាទត្រីកម្រិតណាទៅលើកមុនពេលមានខ្យល់ព្យុះខ្លាំងពួកយើងមិនបានឃើញផ្ទាល់ភ្នែកទេនិយាយថាគាត់ស្ទូចបានត្រីខ្ពស់ទម្ងន់100មីលីណោះប៉ុន្តែគ្រាន់តែគេនិយាយទេចាំបន្តិចទៀតដឹងហើយលោកគ្រូទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញរបស់ពិសេសប្រចាំប្រកួតរបស់ខ្ញុំឲ្យគ្រប់គ្នាបានឃើញលើកសំពីអក្សរបុរាណចិនរូបមុនសម្ងាត់តែមួយគត់ក្លិននេះមានទាំងតាំងគុយព្រីងនិងភ្នំខ្សាច់សុទ្ធសឹងតែជារបស់ល្អណាស់តើនេះសម្រាប់សំជីចំណីត្រីឬសម្រាប់ឲ្យមនុស្សញ៉ាំទៅត្រីក៏ស្គាល់របស់ល្អដែររូបមុននេះគឺលោកតារបស់ខ្ញុំបន្សល់ទុក30ឆ្នាំមកហើយផ្ទៃទឹកស្ងប់ស្ងាត់ប៉ុន្តែខាងក្រោមមានចរន្តទឹកហូរច្របូកច្របល់កន្លែងដែលទឹកក្តៅនិងទឹកត្រជាក់ជួបគ្នាគឺជាកន្លែងដែលហ្វូងត្រីប្រមូលផ្តុំគ្នាអាហារដ្ឋានរបស់ហ្វូងត្រីនេះជាលើកទី1ហើយដែលខ្ញុំនេសាទអស់រយៈពេល40ឆ្នាំមកនេះហើយបានឃើញទិដ្ឋភាពបែបនេះត្រីហែមករកខ្លួនឯងតើនេះជាការឲ្យចំណីត្រីឬក៏ជាបញ្ជាវានៅមិនទាន់ចប់ទេមិនមែនតែមួយក្បាលនោះទេបងតែម្ដងបានត្រី3ក្បាលខ្ញុំរស់នៅជាង50ឆ្នាំហើយនេះជាលើកទី1ហើយដែលឃើញបងម្ដងបានត្រី3ក្បាលបែបនេះលីនហ្វុងមិនបាច់និយាយអ្វីទៀតទេនៅថ្ងៃប្រកួតពួកយើងចាស់ទាំង5នាក់នេះទោះបីជាត្រូវបូជាជីវិតចាស់នេះក៏នឹងជួយឯងយកពានរង្វាន់មកវិញឲ្យបានដែរបើអញ្ចឹងឲ្យពួកអ្នកទាំងនោះមើលទៅចាំមើលថាតើការស្ទូចត្រីពិតប្រាកដជាយ៉ាងណាត្រីកន្លះថតកាលពីម្សិលមិញយកទៅលក់នៅទីប្រជុំជនបានលុយច្រើនគួរសមដែរបើប្រៀបធៀបទៅនឹងពីមុនសូម្បីតែតាចាស់ទាំង5នាក់សន្សំមួយខែក៏មិនបានប៉ុណ្ណឹងដែរនេះគ្រាន់តែជាការសាកល្បងស្ទូចប៉ុណ្ណោះបើឈ្នះការប្រកួតថ្ងៃនេះគឺបាន1លានការបើកការប្រកួតស្ទូចត្រីសមុទ្រសំពើពាន់លើកទី8ពានរង្វាន់ជើងឯកគឺ1លានទូករបស់លោកប្រធានចិនពិតជាស្អាតណាស់លើកនេះជើងឯកច្បាស់ជារបស់លោកហើយមិនអីទេសំខាន់គឺការចូលរួមទូកឈើចាស់មួយក៏មកចូលរួមប្រកួតដែរសូម្បីតែឧបករណ៍ស្វែងរកត្រីក៏គ្មានដែរទូកនេះមើលទៅកំសត់ពេកហើយការប្រកួតធំបែបនេះមិនមែនមកដើម្បីចាញ់ទេអីខ្ញុំមើលថាគាត់ជាលីនហ្វុងដែលបានជីក្រោកឃើញកំណត់នៅលើឆ្នេរខ្សាច់មកនោះប៉ុន្តែការស្ទូចត្រីក្នុងសមុទ្រនិងការរឹកខ្ចែកខ្យងនៅមាត់ឆ្នេរមិនមែនជារឿងតែមួយនោះទេលើកនេះច្បាស់ជាបរាជ័យហើយតើទូកកំពេចកំពុកនេះអាចទ្រាំទ្របានរហូតដល់ចប់ការប្រកួតដែរឬទេកុំមកបង្កើនភាពអ៊ូអរអីនិយាយស្ដីអាក្រក់បែបនេះមិនយូរមិនឆាប់នឹងជួបគ្រោះជាក់ជាមិនខានពូកុំខ្វល់នឹងគាត់អីការប្រកួតទើបតែចាប់ផ្ដើមទេធ្នូតាក់ទាញត្រីគឺជាសិល្បៈសិប្បកម្មរបស់មនុស្សជំនាន់មុនដែលគ្មាននរណាម្នាក់ចេះទៀតទេនេះជារបស់ដែលបន្សល់ទុកពីលោកតាខ្ញុំគាត់និយាយថារបស់ល្អមិនមែនស្ថិតនៅលើតម្លៃថ្លៃនោះទេគឺស្ថិតនៅលើភាពប៉ិនប្រសប់មានរបស់នេះហើយវិធីសាស្ត្របុរាណរបស់លីនហ្វុងគឺប្រើការមិនកើតទៀតទេ
លីនហ្វុងតំបន់ថ្មប៉ព្រះទឹកខ្មៅមានថ្មប៉ព្រះទឹកលាក់ខ្លួនច្រើនណាស់ថ្មប៉ព្រះទឹកលាក់ខ្លួនច្រើនសំបីតែទូកធំក៏ងាយនឹងគឿងដែរបក្សីសមុទ្រហោះក្រឡឹងច្បាស់ជាមានហ្វុងត្រីពណ៌ទឹកស្រអាប់ច្បាស់ជាមានរូងជ្រៅនិងត្រីធំបេក្ខជនលេខ18បានងាកចេញពីផ្លូវនាវាចរចម្បងហើយតម្រង់ទៅតំបន់ថ្មប៉ព្រះទឹកខ្មៅវាគ្រោះថ្នាក់ខ្លាំងណាស់ឈួតហើយទីនោះសំបីតែអ្នកនេសាទចាស់ក៏មិនហ៊ានទៅដែរគាត់គ្រាន់តែជាក្មេងប្រុសម្នាក់សាហាវពេកហើយហារកឃើញហើយនៅខាងក្រោមនេះយ៉ាងហោចណាស់មានហ្វូងត្រីស្បែកកាខ្មៅមួយហ្វូងធំម៉ាស៊ីនស្កេនបង្ហាញថានៅក្រោមទឹកប្រហែល15ម៉ែត្រមានរឿងអីហ្នឹងច្បាស់ជាមានត្រីនៅខាងក្រោមហេតុអ្វីបានជាវាមិនស៊ីនុយលោកប្រធានចិនតើអាចមកពីត្រីនៅទីនេះត្រូវបានគេស្ទូចអស់ហើយឬទេនោះលុះត្រាតែជាមនុស្សធម្មតាទើបអាចធ្វើបានបិទឆ្វេងកន្លះម៉ែត្រខាងមុខមានថ្មប៉ព្រះទឹកលាក់ខ្លួនមួយគឺនៅទីនោះហើយពូចូលទៅជិតយឺតប្រយ័ត្នថ្មប៉ព្រះទឹកនៅខាងឆ្វេងបាត់ទូកប៉ះនឹងថ្មហើយទឹកនៅទីនេះរាក់ជាងអ្វីដែលយើងគិតទៅទៀតហើយទឹកជំនោរកំពុងតែស្រកនៅពេលដែលទឹកស្រកអស់ទីនេះនឹងក្លាយជាវាលខ្សាច់រាក់កុំស្លន់ស្លោអីទឹកស្រកដល់កម្រិតទីបំផុតនៅសល់ពេលកន្លះម៉ោងទៀតកន្លះម៉ោងនេះគឺគ្រប់គ្រាន់សម្រាប់ពួកយើងក្នុងការធ្វើការងារធំមួយហើយបេក្ខជនលេខ18ផ្សងព្រេងខ្លាំងពេកដែលបាត់ចូលទៅក្នុងតំបន់ថ្មប៉ព្រះទឹកខ្មៅដែលសម្បីតែអ្នកនេសាទចាស់ក៏ខ្លាចចោលអដែកក្នុងពេលទឹកស្រកទូកពេលបានជាប់យ៉ាងនៅលើថ្មប៉ព្រះទឹកមិនអាចទៅមុខឬថយក្រោយបានឡើយដែលធ្លាក់ចូលទៅក្នុងស្ថានភាពតច្រកហើយបន្តិចទៀតពេលធ្នូចូលក្នុងទឹកពួកឯងត្រូវស្ដាប់បញ្ជារបស់ខ្ញុំពេលខ្ញុំស្រែកថាលើខ្សែពួកឯងត្រូវប្រឹងទាញឡើងព្រមគ្នាបាទគឺត្រីផ្ទុកលឿងសមុទ្រជ្រៅព្រះឲ្យត្រីផ្ទុកលឿងទាំងអស់តែម្ដងតើមានប៉ុន្មានក្បាលទៅនេះរាប់សិបក្បាលមិនមែនទេគឺ310ក្បាលពូគឺពេលនេះហើយលើកខ្សែផ្លែស្ទូច20ជាប់ត្រីគ្រប់ផ្លែតែម្ដងនេះនៅក្នុងប្រវត្តិនៃការស្ទូចត្រីសមុទ្រខ្ញុំមិនដែលធ្លាប់ឃើញឡើយត្រីផ្ទុកលឿងសមុទ្រជ្រៅតើធ្នូរបស់គាត់មានប្រភពមកពីណាព្រះឲ្យត្រីទាំងនោះហាក់ដូចជាឈួតអញ្ចឹងនាំគ្នាដណ្ដើមខាំផ្លែស្ទូចរបស់គាត់មួយជីវិតនេះមិនដែលទាញបានត្រីផ្ទុកលឿងច្រើនបែបនេះឡើយកុំឈប់ធ្នូជុំទី2បន្តទម្លាក់ទៅទៀតមានរឿងអីហ្នឹងហេតុអ្វីបានជាគ្មានសញ្ញាអញ្ចឹងឧបករណ៍ឡើងកម្ដៅខ្លាំងពេកបូករួមទាំងចម្រៅទឹកផងសញ្ញាប្រហែលជាខូចហើយខូចអីខ្ញុំចំណាយលុយរាប់សែនដើម្បីទិញឧបករណ៍មួយកំភ្លេនេះឯងមកប្រាប់ខ្ញុំថាខូចអញ្ចឹងហាមានរឿងអីហ្នឹងតើលីនហ្វុងប្រើចំណេះអ្វីទៅទម្លាក់ទៅភ្លាមគឺជាប់ផ្លេតមកទៀតហើយធ្នូនេះពិតជាអស្ចារ្យណាស់ទម្លាក់ទៅភ្លាមគឺជាប់ផ្លេតប្រញាប់ឡើងទឹកចិត្តស្រកអស់ហើយមុនពេលទូកគឿងអាចទាញបានប៉ុន្មានគឺទាញប៉ុណ្ណឹងជាប់ទៀតហើយនេះជាជុំទីប៉ុន្មានហើយទៅយ៉ាងហោចណាស់ក៏បាន7ទៅ800 feetហើយលើកនេះដឹងតែហើយទីតាំងដែលធ្នូចូលក្នុងទឹកគឺច្បាស់លាស់ណាស់នេះមិនមែនជាសំណាងនោះទេធ្នូតាក់ទាញត្រីគឺជាសិល្បៈសិប្បកម្មបុរាណដែលបន្សល់ទុកពីគ្រូរបស់គ្រូល្មមហើយប៉ុណ្ណឹងគឺគ្រប់គ្រាន់ដើម្បីយកពានរង្វាន់ហើយលីនហ្វុងឯងបានបំផ្លាញអ្វីគ្រប់យ៉ាងរបស់ខ្ញុំធ្វើជាគណៈកម្មការអស់រយៈពេល23ឆ្នាំមកហើយថ្ងៃនេះខ្ញុំបានឃើញនៅជំនាញនេសាទដ៏អស្ចារ្យបំផុតមិនអាចឈ្នះទេយ៉ាងជឿឆៅចិត្តទប់លេងចប់ហើយបើមិនបានប្រាក់រង្វាន់គឺចប់សពគ្រប់ហើយបងចិនតើបងកំពុងធ្វើអីហ្នឹងការប្រកួតទៀតចប់ហើយខ្ញុំមិនអាចចាញ់បែបនេះទេទូករបស់បេក្ខជនលេខ2ស្រាប់តែបាត់បង់ការគ្រប់គ្រងកំពុងតែតម្រង់ទៅតំបន់ថ្មប៉ព្រះទឹកខ្មៅហើយនោះជាទីដៅរបស់លីនហ្វុងមើលចុះគឺទូករបស់ចិនហៅគាត់កំពុងតែតម្រង់មករកយើងហើយជិះចេញទៅឆាប់ជិះចេញទៅទូកបាត់បង់ការគ្រប់គ្រងហើយលីនហ្វុងមើលចុះឆាប់ប្រមូលខ្សែទៅគាត់ចិត្តបុកហើយមិនទាន់ពេលទេអូយបងចិនស្លាប់ចាក់កាណូតត្រូវជាប់ហើយបាត់ទុកធ្លីហើយទឹកកំពុងចូលព្រះឲ្យចិនហាវបុកថ្មប៉ព្រះទឹកហើយខ្សែសន្ទូចរបស់លីនហ្វុងបានរុំជាប់នឹងស្លាប់ចាក់របស់គាត់បងចិនមិនកើតទេទឹកចូលលឿនណាស់យើងត្រូវលោតចុះពីទូកហើយក្រុមសង្គ្រោះហានេះគឺស្វែងរកទុកដាក់ខ្លួនចង់ធ្វើបាបគេតែចុងក្រោយបែរជាធ្វើបាបខ្លួនឯងទៅវិញខ្ញុំបានទូរស័ព្ទឲ្យក្រុមសង្គ្រោះរួចហើយលីនហ្វុងខ្ញុំមិនសុខចិត្តទេ
អ្នកឈ្នះគឺលីនហ្វុង1870កាតុងប្រាក់រង្វាន់1លានយន់ពានរង្វាន់នេះគឺជារបស់អ្នកគ្រប់គ្នាដែលជឿជាក់ថាសិប្បកម្មប្រពៃណីមិនទាន់ហួសសម័យកាន់នេះកម្ចីរបស់អ្នកបច្ចុប្បន្នមានសំទោលឲ្យមិនគ្រប់គ្រាន់សូមដាក់ប្រាក់ឲ្យបានទាន់ពេលវេលាដើម្បីកុំឲ្យប៉ះពាល់ដល់អន្ទាន1លានយន់ខ្ញុំប្រឹង10ជាតិទៀតក៏រកមិនបានច្រើនម្លឹងដែរកាណូរបស់ចិនហៅគឺទិញដោយខ្ចីបុលឥឡូវលេខបាត់ហើយនៅតែត្រូវសុំគេទៀតហើយក៏ស្ថានចិញ្ចឹមជលផលក៏ត្រូវគេដេញថ្លៃដែរនេះហើយហៅថាស្វែងរកទុកដាក់ខ្លួនប្លន់យកអស្ថានចិញ្ចឹមជលផលរបស់គេស្មានតែអាចមានបានតែចុងក្រោយយ៉ាងម៉េចទៅលីនហ្វុងឯងឥឡូវខ្លាយជាសេដ្ឋីប្រាក់លានហើយតើនៅតែមកធ្វើការធ្ងន់ធ្ងរនេះធ្វើអីទៀតសេដ្ឋីក៏ត្រូវតែធ្វើការដែរលុយកាក់គឺបានមកពីការប្រឹងប្រែងធ្វើការងារពិតប្រាកដសួស្ដីលោកលីនហ្វុងខ្ញុំតំណាងឲ្យធនាគារដើម្បីទូទាត់ក៏ស្ថានចិញ្ចឹមជលផលក្រោមឈ្មោះរបស់ចិនហៅដេឡូតនេះដើមឡើយជាកម្មសិទ្ធិរបស់គ្រួសារលោកតើលោកនឹងចូលរួមដេញថ្លៃដែរឬទេលោកតាចៅមកសួរសុខទុក្ខលោកតាហើយកាលពីម្សិលមិញចៅដណ្ដើមបានជើងឯកហើយទទួលបានប្រាក់រង្វាន់1លានការដេញថ្លៃស្ថានចិញ្ចឹមជលផលគឺនៅថ្ងៃខានស្អែកនេះហើយចៅមិនបានធ្វើឲ្យលោកតាខ្មាស់គេទេលោកតាធ្លាប់នាំចៅមកទីនេះតែពីរដងគត់គាត់និយាយថាអាចកំបាំងនៅក្រោមទឹកត្រូវរងចាំកូនចៅត្រកូលលីនចេញមុខទើបអាចដោះស្រាយបានសំឡេងនេះបន្តទៅវិញទៅមកហើយផ្ទៃខាងក្រោមធំធេងណាស់នៅខាងក្រោមមានរូងភ្នំជ្រៅហើយមិនមែនជារូងភ្នំរាក់ដែលទើបតែបង្កើតឡើងប៉ុន្មានឆ្នាំនេះទេវាជារូងចាស់យ៉ាងហោចណាស់ក៏រាប់សិបឆ្នាំដែរគឺនៅទីនេះហើយរូងភ្នំធំលឹងផងយ៉ាងហោចណាស់ក៏នៅខាងក្រោមនេះ5ឬ6ឆ្នាំមកហើយរបស់ដែលលោកតាទុកឲ្យចៅទទួលបានហើយអ្នកទាំងអស់គ្នាស្ថានភាពដេញថ្លៃត្រូវបានប្រកាសហើយឥឡូវនេះការដេញថ្លៃចាប់ផ្ដើមតម្លៃចាប់ផ្ដើមគឺ350000 38000 42000 45000តើមានអ្នកណាដេញថ្លៃទៀតទេ55000បេក្ខជនលេខ18ឲ្យថ្លៃ55000លើកទី1តើមានអ្នកណាឲ្យថ្លៃខ្ពស់ជាងនេះទៀតទេនោះជាកសិដ្ឋានចិញ្ចឹមជលផលរបស់ខ្ញុំពួកឯងគ្មានសិទ្ធិលក់ទេនោះជាកសិដ្ឋានចិញ្ចឹមជលផលរបស់ខ្ញុំពួកឯងគ្មានសិទ្ធិលក់ទេខ្ញុំមិនយល់ព្រមទេលោកតាមច្បាប់កសិដ្ឋានចិញ្ចឹមជលផលនេះត្រូវបានបង្កប់និងដេញថ្លៃដោយធនាគាររួចហើយសូមរក្សាសណ្ដាប់ធ្នាប់ផង55000លើកទី2 55000លើកទី3សម្រាប់លោកសូមអបអរសាទរលោកលីនហ្វុងបេក្ខជនលេខ18ដែលបានដេញថ្លៃឈ្នះកសិដ្ឋានចិញ្ចឹមជលផលតាមមាត់សមុទ្រក្នុងតម្លៃ55000យន់សម្រាប់ជាស្ថាពរកាលខ្ញុំនៅក្មេងខ្ញុំធ្លាប់មកនេសាទជាមួយលោកតារបស់ឯងនៅទីនេះមិននឹកស្មានថាជាតិនឹងខ្ញុំនៅអាចឃើញមនុស្សនៃត្រកូលលីនឈរនៅទីនេះម្ដងទៀតនោះទេលោកតានៅរស់នៅឡើយទេលោកអ៊ំលោកពូទាំងឡាយថ្ងៃនេះពួកយើងមិនចេញទៅសមុទ្រទេហើយក៏មិនធ្វើការងារផ្សេងទៀតដែរគឺគ្រាន់តែបង់សំណាញ់នៅក្នុងស្រះឯកជននេះមួយសំណាញ់ប៉ុណ្ណោះលោកតារបស់ខ្ញុំធ្លាប់និយាយថាកសិដ្ឋានល្អអត់មើលតែសំណាញ់ទី1គឺដឹងហើយសំណាញ់នេះខ្ញុំធ្លាប់តាមលោកតារបស់ឯង12ឆ្នាំហើយក្រោយមកត្រូវបានឪពុករបស់ឯងយកទៅរក្សាទុកបន្តមកទៀតក៏គ្មានអ្នកណាធ្លាប់ប៉ះពាល់វាទៀតឡើយកាលពីយប់មិញខ្ញុំបានយកវាចេញមកប៉ះពាល់ឡើងវិញក្រោយមកគ្មាននរណាម្នាក់ប៉ះវាទៀតទេកាលពីយប់មិញខ្ញុំបានយកវាចេញមកប៉ះពេញមួយយប់ព្រោះខ្លាចថ្ងៃនេះមិនបានប្រើចុះទឹកទៅចលនានេះមិនប្រក្រតីទេស្រះនេះត្រូវបានគេបោះបង់ចោលអស់ជាច្រើនខែមិនគួរមានអ្វីនៅក្នុងនោះទេបោះបង់ចោលពី3ខែគ្មានអ្នកផ្ដល់ចំណីគ្មានអ្នកចាប់សម្រាប់អ្នកចិញ្ចឹមវាជារឿងអាក្រក់ប៉ុន្តែសម្រាប់ត្រីវាជារឿងល្អទៅវិញទេលីនហ្វុងមែនទេក្នុងនេះមានច្រើនពេកហើយនេះមិនមែនជាបរិមាណដែលស្រះបោះបង់ចោលពី3ខែគួរតែមាននោះទេគ្មានអ្នកចាប់គ្មានអ្នកបំភក់ប្រព័ន្ធអេកូឡូស៊ីក្នុងស្រះគឺត្រីធំស៊ីត្រីតូចវាបង្កាត់ពូជដោយធម្មជាតិអស់ជាច្រើនខែវាធំធាត់ជាងការផ្ដល់ចំណីដោយមនុស្សទៅទៀតលើកទាញព្រះអាយមុងនេះយ៉ាងហោចណាស់ក៏200គីឡូដែរលីនហ្វុងជីដារបស់ឯងនៅលើមេឃកំពុងមើលហើយទឹកដីនេះមិនត្រឹមតែចិញ្ចឹមត្រីប៉ុណ្ណោះទេថែមទាំងចិញ្ចឹមមនុស្សទៀតផងទៅថ្ងៃមុខយើងចាប់តែត្រីធំទេត្រីតូចទុកឲ្យវាធំសិនលីនហ្វុងមិនស្រួលទេមានមនុស្សមួយក្រុមមកពីខាងកំពង់ផែស្លៀកពាក់ឯកសណ្ឋានខ្មៅនិយាយថាមកពីគ្រប់ធានហើយពួកគេបានបិទផ្លូវចេញទាំងអស់និយាយថាបើគ្មានការអនុញ្ញាតពីពួកគេទេសូម្បីតែបង្គាមួយក្បាលក៏គុំសង្ឃឹមថានឹងចេញបានដែរដឹងហើយទុកឲ្យពួកគេបិទទៅល្មមតែឆ្លៀតឱកាសប៉ុន្មានថ្ងៃនេះរៀបចំស្រះរបស់យើងឲ្យបានល្អលីនហ្វុងកំពង់ផែត្រូវបានបិទហើយគ្រប់ធានហើយបានរឹបអូសទំនិញទាំងអស់ស្ដាប់ឲ្យច្បាស់បើគ្មានការអនុញ្ញាតពីធានហើយទេសូម្បីតែបង្គាមួយក្បាលក៏គុំសង្ឃឹមថានឹងចេញពីកំពង់ផែបានដែរតែលើអ្វីធានហើយរបស់ពួកឯងមានសិទ្ធិអ្វីមកគាត់ពួកយើង
ផ្អែកលើកិច្ចព្រមព្រៀងសហប្រតិបត្តិការកំពុងផែនផ្ដាច់មុខបើមិនសុខចិត្តទៅដឹងទៅតាមច្បាប់ មិនចេញទំនិញទេបើមិនចេញទៀតទេវានឹងរលួយអស់ហើយកម្លាំងញើសឈាមកន្លះឆ្នាំគ្រប់ធានហើយតើយើងអាចតស៊ូជាមួយពួកគេយ៉ាងដូចម្ដេចតើត្រូវធ្វើដូចម្ដេចលីនហ្វុងជួយរកវិធីឲ្យពួកយើងផងបង្គានឹងរលួយអស់ហើយលីនហ្វុងជួយរកវិធីផងលោកពូអ្នកមីងទាំងអស់គ្នាខ្ញុំបានដឹងរឿងនេះហើយរឿងដែលគ្រប់ធានហើយបិទកំពុងផែខ្ញុំកំពុងរកវិធីដោះស្រាយហើយលីនហ្វុងគិតឃើញវិធីហើយឬនៅគ្រប់គ្នាកំពុងសង្ឃឹមលើអញហើយត្រីនៅក្នុងស្រះនោះត្រូវបានដឹកជញ្ជូនតាមរយៈខ្សែសង្វាក់ត្រជាក់របស់អគ្គនាយកស៊ូកាពី2យប់មុនហើយមិនខាតទេធានហើយបិទកំពុងផែបានប៉ុន្តែមិនអាចបិទផ្លូវទាំងអស់បានទេបើមិនឆ្លងកាត់កំពុងផែតើត្រូវទៅតាមណាផ្លូវគោកក៏មានប៉ុស្តិ៍ត្រួតពិនិត្យដែរការដឹកជញ្ជូនតាមផ្លូវអាកាសថ្លៃពេកថ្លៃដឹកជញ្ជូនខ្ពស់ជាងតម្លៃទំនិញទៅទៀតផ្លូវគឺការចេញពីការដើររបស់មនុស្សពួកគេមិនអាចបិទវាជារៀងរហូតបានឡើយអគ្គនាយកស៊ូកំពុងផែត្រូវបានបិទហើយខ្ញុំចង់ប្រើប្រាស់បណ្ដាញដឹកជញ្ជូនត្រជាក់ផ្ទាល់របស់អ្នកបានប៉ុន្តែធានហើយនឹងមិនបណ្ដោយឲ្យអញដឹកជញ្ជូនដោយរលូននោះទេខ្ញុំដឹងខ្ញុំនឹងរងចាំពួកគេមកខ្ញុំបានតាក់ទងបណ្ដាញរួចរាល់ហើយអ្នកណាដែលជឿជាក់លើខ្ញុំលីនហ្វុងសូមប្រគល់ត្រីមកឲ្យខ្ញុំនឹងទទួលខុសត្រូវដឹកជញ្ជូនចេញទៅនិងលក់វាចេញធានាតម្លៃមិនទាបជាងតម្លៃទីផ្សារសំបីតែមួយកាក់ឡើយលីនហ្វុងខ្ញុំជឿជាក់លើឯងលីនហ្វុងទំនិញត្រូវបានរៀបចំរួចកាលហើយបញ្ហាគឺតើយើងត្រូវដឹកជញ្ជូនវាចេញទៅដោយរបៀបណាទៅតាមផ្លូវគោកប៉ុន្តែគឺទៅតាមផ្លូវដែលពួកគេនឹកស្មានមិនដល់ខ្ញុំបានសុំឲ្យក្រុមឡានដឹកជញ្ជូនត្រជាក់របស់អគ្គនាយកស៊ូវៀងចេញពីទីក្រុងក្បែរខាងដើម្បីមកទទួលទំនិញវាងផ្លូវបន្ថែម80គីឡូម៉ែត្រលោកអគ្គនាយកលីនរួចរាល់ហើយដោយដែលលោកបានប្រាប់វាងទៅផ្លូវជាតិ328មិនឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យកំពុងផែឡើយហត់នឿយហើយប្រយ័ត្នប្រយែងតាមផ្លូវលោកលីនមនុស្សរបស់គ្រប់ធានហើយច្បាស់ជាដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅលើផ្លូវជាក់ជាមិនខានប្រសិនបើត្រូវបានពួកគេខុសទុកខ្ញុំបានដឹងហើយដូច្នេះខ្ញុំបានរៀបចំកាដូមួយសម្រាប់ពួកគេយោងតាមព័ត៌មានក្រុមឡានរបស់លីនហ្វុងច្បាស់ជាដើរតាមផ្លូវនេះនៅយប់នេះចាំបន្តិចទៀតឡានមកដល់ខាត់ភ្លាមរឹបអូសទំនិញទាំងអស់ជាបណ្ដោះអាសន្នយើងនឹងដោះស្រាយតាមការកំណត់ចុះពីលើឡានត្រួតពិនិត្យទំនិញណាដែលគ្មានលិខិតអនុញ្ញាតពីធានហើយត្រូវរឹបអូសទាំងអស់លិខិតអនុញ្ញាតស្អីខ្ញុំដឹកដំឡូងបារាំងតាធ្វើឲ្យខ្ញុំភ័យអស់ហើយចង្រៃយៈយើងចាញ់បោកវាហើយឡាននេះមានតែដំឡូងបារាំងទេលោកលីនលោកពិតជាទីមិនខុសមែនពួកគេនាំគ្នាបិទផ្លូវនៅលើផ្លូវជាតិអស់ហើយលោកលីនហ្វុងឬឈ្មោះល្បីយូរហើយយប់ជ្រៅយ៉ាងនេះហើយនៅតែមកការពារឡានដឹកទំនិញដោយផ្ទាល់ទៀតពិតជាយកចិត្តទុកដាក់នឹងការងារមែនលោកលីនខ្ញុំនិយាយត្រង់តែម្ដងទៅលោកជាមនុស្សមានសមត្ថភាពឲ្យតែលោកយល់ព្រមធានហើយអាចផ្ដល់ប្រាក់ចំណូលខ្ពស់ជាងបច្ចុប្បន្ន3ដងហើយរាល់អាជីវកម្មទាំងអស់របស់លោកយើងនឹងទទួលទិញទាំងអស់ចុះលក្ខខណ្ឌវិញលក្ខខណ្ឌងាយស្រួលណាស់ទំនិញរបស់លោកអាចដើរតាមបណ្ដាញរបស់ធានហើយតែប៉ុណ្ណោះក្រុមហ៊ុនដឹកជញ្ជូនរបស់លោកនិងទំនិញដែលលោកជួយអ្នកភូមិលក់ចេញត្រូវតែស្ថិតនៅក្រោមឈ្មោះរបស់ធានហើយមានន័យថាគ្រឿងសមុទ្រទាំងអស់នៅក្នុងតំបន់នេះត្រូវតែប្រមូលទិញនិងលក់ចេញផ្ដាច់មុខដោយធានហើយមានន័យថាប្រសិនបើខ្ញុំមិនព្រមទំនិញទាំងនេះនឹងមិនអាចចេញពីទីនេះបានទេលោកលីនជាមនុស្សឆ្លាតនៅតំបន់នេះបើគ្មានការយល់ព្រមពីគ្រប់ធានហើយទេទំនិញរបស់លោកសំបីតែកន្លះជំហានក៏ដឹកចេញមិនរួចដែរកំពុងផែប៉ុស្តិ៍ត្រួតពិនិត្យតាមផ្លូវសុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងលោកមិនអាចគេចផុតឡើយលោកប្រធានហ្វាងលោកនិយាយថានៅក្នុងតំបន់នេះបើគ្មានការយល់ព្រមពីធានហើយទេសំបីតែបង្គាមួយក្បាលក៏ដឹកចេញមិនបានមែនទេមិនខុសទេតើលោកមានន័យថាម៉េចលោកប្រធានហ្វាងអ្វីដែលលោកនិយាយគឺមិនខុសទេកំពុងផែជារបស់លោកផ្លូវគោកក៏ជារបស់លោកដែរប៉ុន្តែមានសម្ដីមួយម៉ាត់ដែលលោកនិយាយខុសហើយមេឃមិនមែនជារបស់លោកឡើយលីនហ្វុងនេះគឺលីនហ្វុងនេះជាអ្នកដែលអញហៅមកមែនទេឧទ្ធម្ភាគចក្ររបស់ប្រធានស៊ូធានហើយអាចបិទផ្លូវបានតែបិទមេឃមិនបានទេទឹកតាមផ្លូវអាកាសនឹងខ្ញុំសំបីតែយល់សប្តិក៏នឹកស្មានមិនដល់ដែរថាបង្កងដែលខ្ញុំចិញ្ចឹមអាចជិះយន្តហោះបាននៅថ្ងៃណាមួយគ្រឿងសមុទ្រសុងសានទាំងអស់ត្រូវបានប្រើប្រាស់ជាមុខម្ហូបពិសេសប្រចាំថ្ងៃនេះផ្ញើព័ត៌មានទំនាក់ទំនងរបស់លីនហ្វុងទៅកាន់មិត្តភ័ក្តិភោជនីយដ្ឋានផ្សេងទៀតលីនហ្វុង
ឯងប្រញាប់មើលព័ត៌មានក្នុងក្រុងទៅឯងឡើងព័ត៌មានហើយលីនហ្វុងឥឡូវឯងមានកេរ្តិ៍ឈ្មោះល្បីល្បាញណាស់នៅតំបន់ឆ្នេរមិនរំភើបទេអីការល្បីឈ្មោះមិនមានអ្វីត្រូវនិយាយទេអាចលក់ទំនិញបានល្អហើយឲ្យអ្នករាល់គ្នារកលុយបានទើបជាការល្អពិតប្រាកដលីនហ្វុងម្នាក់នេះមិនអាចបណ្ដោយឲ្យគេបន្តអភិវឌ្ឍបែបនេះទៀតឡើយលីនហ្វុងមនុស្សទាំងនេះពីមុនធ្លាប់សើចចំអកឲ្យឯងមិនតិចទេពីមុនឥឡូវពួកគេព្រមធ្វើតាមខ្ញុំក៏ព្រមនាំពួកគេធ្វើដែរពូបងប្អូនទាំងអស់គ្នាខ្ញុំសម្រេចចិត្តបង្កើតសហករណ៍យូហ្វុងសហករណ៍តើវាសម្រាប់ធ្វើអ្វីសហករណ៍គឺការរួមម្លាំងគ្នារូបមន្តបច្ចេកវិទ្យារបស់ខ្ញុំនឹងប្រគល់ជូនអ្នករាល់គ្នាទាំងអស់តើឯងពិតជាព្រមប្រគល់ចំណេះដឹងទាំងនោះមកឲ្យពួកយើងមែនទេខ្ញុំមានតែម្នាក់ឯងមិនមែនជាអ្វីទេភូមិទាំងមូលមានបានទើបហៅថាជាសមត្ថភាពពិតប្រាកដលីនហ្វុងពីមុនខ្ញុំខុសហើយទៅថ្ងៃមុខខ្ញុំនឹងធ្វើតាមឯងចូលសហករណ៍ហើយគឺដូចជាគ្រួសារតែមួយខ្ញុំញ៉ាំអ្វីអ្នកទាំងអស់គ្នាញ៉ាំនឹងពូមីងបងប្អូនប្រុសស្រីទាំងអស់គ្នាថ្ងៃនេះខ្ញុំលីនហ្វុងនិយាយម៉ាត់ណាម៉ាត់នឹងនិយាយថានាំអ្នករាល់គ្នាទៅរកគ្រឿងសមុទ្រគឺចាប់ផ្ដើមពីថ្ងៃនេះទៅរកគ្រឿងសមុទ្រត្រូវមើលឆ្នេរជាមុនសិនខ្ញុំបង្រៀនរូបមន្តអ្នកទាំងអស់គ្នាមួយមើលរលកទឹកថ្លាគឺជាបាតខ្សាច់រឹងសមស្របសម្រាប់ជីកងាវនិងក្រុមចំពោះទាទឹកល្អក់គឺជាបាតភូតុនសម្បូរទៅដោយខ្យងសមុទ្រនិងងាវឈាមកន្លែងដែលឆ្នេរព្រះស្រាមមានទឹកចូលកម្រិតទាបមិនសូវមានទំនិញទេមិនបាច់នៅយូរឡើយបងលីននៅទីនេះពិតជាមានមែនខ្យងធំពីររូបមន្តទី2ស្ដាប់សំឡេងខ្សាច់អ្នកទាំងអស់គ្នាអន់ចុះស្ដាប់ឲ្យច្បាស់សំឡេងនេះគឺពួកខ្យងខ្ចៅកំពុងដកដង្ហើមសំឡេងញឹកញាប់មានន័យថារួមគ្នាជាហ្វូងសំឡេងធ្ងន់ធ្ងរមានន័យថាវាមានទំហំធំអព្រះអើយមួយសម្បុកតែម្ដងរស់នៅអស់មួយជីវិតហើយមិនដែលឃើញអ្នកភូមិទាំងអស់ទៅរកគ្រឿងសមុទ្របានផលគ្រប់គ្នាបែបនេះទេបើលោកតាឯងបានឃើញច្បាស់ជាត្រេកអរខ្លាំងណាស់លោកតាតែងតែនិយាយថាសមុទ្រជារបស់មនុស្សគ្រប់គ្នាមនុស្សម្នាក់យល់ពីសមុទ្រអាចចិញ្ចឹមបានតែខ្លួនឯងមនុស្សគ្រប់គ្នាយល់ពីសមុទ្រទើបអាចចិញ្ចឹមមនុស្សពេញមួយភូមិបានលីនហ្វុងនៅទីនោះគ្មានអ្វីទាំងអស់គុំទៅអីកន្លែងដែលស្ងប់ស្ងាត់បំផុតតែងតែលាក់បាំងនៅចលនាដ៏ធំបំផុតក្លិនឆ្អាលហាក់បីដូចជាមានជាតិផ្អែមបន្តិចខ្យងក្រហមលើសពីនេះទៅទៀតគឺខ្យងក្រហមចាស់យ៉ាងហោចណាស់ក៏នៅខាងក្រោមនេះជាង5ឆ្នាំដែរខ្យងក្រហមនេះមានទំហំធំណាស់មួយក្បាលនេះយ៉ាងហោចណាស់ក៏លក់បានរាប់រយដែរខ្យងក្រហមចូលចិត្តពួននៅក្រោមបន្ទះភក់រឹងមើលទៅកន្លែងទេស្អាតតែងតែលាក់របស់ល្អចងចាំរបស់ល្អមិនបង្ហាញខ្លួនឡើយផលដែលទទួលបាននៅថ្ងៃនេះគឺជាអ្វីដែលពួកយើងមិនអាចបំភ្លេចបានឡើយពេញមួយជីវិតនេះកុំបារម្ភអីពូថ្ងៃខាងមុខនឹងកាន់តែប្រសើរឡើងជាមិនខានទាំងអស់គ្នាប្រុងប្រយ័ត្នលើកយុទ្ធការចេញដំណើរខ្យល់បក់ពីទិសអាគ្នេយ៍កម្រិត3សីតុណ្ហភាពទឹកត្រជាក់និងក្តៅជួបគ្នានៅជម្រៅ7ទៅ8ម៉ែត្រគឺជាតំបន់ដែលត្រីកោកលឿងធំនិងត្រីស្ពិនមានសកម្មភាពខ្លាំងពូធំជិះព័ទ្ធជុំវិញបុយសន្សឹមទៅមុខត្រង់ចម្ងាយ30ម៉ែត្រយល់ព្រមព័ទ្ធជុំវិញខាងក្រោមនេះសុទ្ធតែត្រីខ្ញុំនេសាទត្រីអស់រយៈពេល3ឆ្នាំហើយមិនដែលឃើញច្រើនបែបនេះទេហេតុអ្វីបានជាត្រីទាំងអស់សុទ្ធតែស្ដាប់តាមបងលីនអញ្ចឹងគឺពេលនេះហើយទម្លាក់មកសារម៉ងទីមិនរួចទេរបស់នៅក្នុងមុងធ្ងន់ណាស់មិនដូចជាត្រីធម្មតាឡើយកុំស្លន់ស្លោសន្សឹមទីមងឡើងកុំទាន់អាវទីងវាឡើងផុតពីផ្ទៃទឹកមើលសិនថាជាអ្វីគឺត្រីស្ដេចណាកំដងទៀតហើយមួយក្បាលនេះធំជាងកាលពីលើកមុនទៅទៀតយ៉ាងហោចណាស់ក៏មានទម្ងន់ជាង150គីឡូដែរខ្ញុំនេសាទត្រីអស់រយៈពេល40ឆ្នាំហើយនេះជាលើកទី1ហើយដែលម៉ងទី1ពេញណែនបែបនេះម៉ងមួយនេះសហករណ៍របស់ពួកយើងនឹងឈរជើងបានយ៉ាងរឹងមាំហើយ
ដោយដែលលីនហ្វុងលក់ខ្យងក្រហមកាលពីលើកមុនត្រូវបានបរិច្ចាគទាំងអស់ទៅឲ្យសហករណ៍ដើម្បីប្រើប្រាស់បង្វិលដោយក្នុងចិត្តតែងតែគិតគូរដល់អ្នកភូមិជានិច្ចលីនហ្វុងបានបរិច្ចាគប្រាក់ទាំងអស់ដែលបានមកពីការលក់ខ្យងសមុទ្រកាលពីលើកមុនទៅឲ្យសហករណ៍សម្រាប់ជាទុនបង្វិលដោយគិតតែពីបងប្អូនរួមជាតិប្រាក់ដែលទទួលបានពីការលក់នាគនិងត្រីនាពេលកន្លងមកគាត់ក៏បានប្រើប្រាស់ដើម្បីឧបត្ថម្ភដល់ទូកនេសាទនិងឧបករណ៍នេសាទផងដែរវ៉ាន់បាឡានចង់សាងសង់ឡើងវិញជាយូរមកហើយទឹកល្អគ្មានក្លិនប្លែកទេសារ៉ាយមានច្រើនណាស់ទឹកស្រះស្រាប់តែថ្លាបង្ហាញពីការប្រែប្រួលគុណភាពទឹកយ៉ាងខ្លាំង Customberg Filtering Belt in the Upstream ការបិទគប់មិនត្រឹមតែមិនអាចឃុំឃាំងលីនហ្វុងបានទេផ្ទុយទៅវិញវាបានជួយឲ្យគេកាន់តែរឹងមាំឡើងឬមួយក៏បន្តបង្កើនការបិទគប់បណ្ដាញចែកចាយទៀតគ្មានប្រយោជន៍ទេគេមានទីផ្សារនៅប្រលានយន្តហោះនិងស៊ូឈៀងការ៉េរ៉ាំងគឺគ្មានប្រយោជន៍ឡើយសមុទ្រនេះគឺជាខ្សែជីវិតរបស់ភូមិភេប្រសិនបើប្រភពទឹកខាងលើត្រូវបានបំផ្លាញឧស្សាហកម្មវារីវប្បកម្មទាំងមូលនឹងដួលរលំធ្វើល្បិចបន្តិចបន្តួចក្នុងទឹកឲ្យត្រីនិងបង្គារបស់ពួកគេញាប់ទាំងអស់ធ្វើទៅចុះបើគេរកឃើញធ្វើឲ្យស្អាតទៅពិតជាធ្វើសកម្មភាពលឿនមែនតែសំណាងល្អខ្សែក្រវ៉ាត់សារ៉ាយសមុទ្រត្រូវបានដាក់ពង្រាយរួចហើយមកមែនតើសារធាតុពុលក្នុងទឹកនៅផ្នែកខាងលើកំពុងកើនឡើងយឺតខ្ញុំបានកត់សម្គាល់ឃើញភាពមិនប្រក្រតីកាលពី3ថ្ងៃមុនហើយបានរាយការណ៍ទៅប៉ូលីសខ្សែក្រវ៉ាត់ចម្រោះទឹកកំពុងព្យាយាមរក្សាទុកទិន្នន័យភីគីមខាងទៀតបានធ្វើសកម្មភាពនៅកណ្ដាលអធ្រាត្រដូច្នេះការងារបន្ទាប់ទុកឲ្យអ្នកទាំងអស់គ្នាដោះស្រាយហើយលីនហ្វុងទីផ្សារនៅខាងធានហើយទើបតែដោះស្រាយរួចតើអញមិនសម្រាប់មួយថ្ងៃសិនទៅអីក៏ប្រញាប់ចេញទៅសមុទ្រម្លេះការទិញយកទ្រព្យសម្បត្តិរបស់ធានហើយត្រូវការលុយច្រើនណាស់នៅតំបន់សមុទ្រឆ្ងាយ50ម៉ៃលជម្រៅទឹកជាង60ម៉ែត្រជាធម្មតាជាសមុទ្រគ្មានត្រីសោះគ្មានត្រីមិនមែនមានន័យថាគ្មានត្រីនោះទេជ្រុនទឹកក្តៅហូរកាត់ទីនេះវាល្មមនឹងជាត្រីធូណាប្រុយខៀវផ្លូវធ្វើចំណាក់ស្រុករបស់វាចំណុចសំខាន់នៃការនេសាទដោយខ្សែសន្ទូចវែងមិនមែននៅលើផ្លែសន្ទូចមុតប៉ុណ្ណាឬខ្សែវែងប៉ុណ្ណានោះទេគឺថាតើអ្នកអាចតាក់ទាញត្រីឲ្យមកស៊ីសន្ទូចរបស់អ្នកបានដែរឬទេឥឡូវនេះរងចាំនេះកន្លងផុតទៅ5ម៉ោងហើយសន្ទូចដាក់ទៅគ្មានចលនាសោះតើសមុទ្រជ្រៅពិតជាគ្មានត្រីមែនទេចាំបន្តិចទៀតទៅលីនហ្វុងមិនដែលធ្វើអ្វីដែលគ្មានការជឿជាក់នោះទេចាំបន្តិចទៀតទៅលីនហ្វុងមិនដែលធ្វើអ្វីដែលគ្មានការជឿជាក់នោះទេប្រមូលខ្សែចាប់ផ្ដើមប្រមូលពីកូនបណ្ដែតដែលឆ្ងាយជាងគេបង្អស់ត្រូវហើយក្បាលទី1វាជាត្រីធូណាប្រុយខៀវធំបែបនេះមកបានល្អណាស់មួយក្បាលនេះគ្រប់គ្រាន់ហើយលុយសម្រាប់ទិញយកធានហាយមានហើយលីនហ្វុងអញមិនមកមើលថាតើត្រូវចាត់ចែងត្រីនេះយ៉ាងម៉េចទេអីអ្នកទាំងអស់គ្នាមើលទៅបានហើយខ្ញុំមានការងារខ្លះទៀតនៅពេលល្ងាចកាលពី3ខែមុនខ្ញុំគឺបានចាប់ផ្ដើមពីទីនេះឯងកាន់តែជ្រៅទៅទឹកកាន់តែល្អក់ហើយខ្សែទឹកក៏ហូរជួបគ្នាយ៉ាងលឿននៅកន្លែងមួយដែលប្រកាសជាមានប្រភពទឹកហូរចូលនៅខាងក្រោមប្រភេទភក់នៅទីនេះជាភក់រស់ខាងក្រោមគ្មានវត្ថុរឹងឡើយដីធូរនឹងជ្រាបទឹកបានល្អពិតជាកន្លែងលាក់ខ្លួនរបស់ខ្យងភ្លុកដំរីមែនបន្ទះដីឥដ្ឋរឹងតែងតែត្រូវបានគេដើរចេញហើយខាងក្រោមនោះពិតជាលាក់ខ្យងភ្លុកដំរីមែនរកឃើញហើយអាវែងទាំងនេះគឺខ្យងភ្លុកដំរីជម្រៅបែបនេះយ៉ាងហោចណាស់ក៏លូតលាស់បានជាង10ឆ្នាំដែរបានហើយឡើងទៅលើជាមួយខ្ញុំទៅឆ្នេរងាប់ឲ្យឆ្នេរងាប់តើឯងនៅលាក់របស់ល្អប៉ុន្មានទៀតនៅខាងក្រោមនោះរឿងរបស់ធានហាយស្អែកព្រលឹមនឹងទៅចាត់ការភ្លាមប៉ុន្តែយប់នេះទីនេះនៅតែជារបស់ខ្ញុំជីនហ្វុងបានបង្ក្រាបករណីបំផ្លិចបំផ្លាញវារីវប្បកម្មនិងបង្កើតសហគ្រាសជលផលខ្នាតធំឯងចង់ទិញយកធានហាយមែនទេ
តើលុយសហករណ៍គ្រប់គ្រាន់ទេប្រាក់បានមកពីការលក់ត្រីធូណាបូករួមនឹងមូលនិធិសហករណ៍គឺគ្រប់គ្រាន់ហើយទ្រព្យសម្បត្តិរបស់ភីគីមខាងទៀតបានធ្លាក់ចុះដល់កម្រិតទាបការគ្រប់គ្រងបណ្ដាញត្រជាក់នៅកំពង់ផែនឹងការពារកុំឲ្យមានបញ្ហានៅថ្ងៃក្រោយព្រមព្រៀងសសរទ្រូងគ្រូសាលីនបានក្រោកឈរឡើងយ៉ាងរឹងមាំហើយខ្ញុំភ្លុកដំរីទាំងនេះត្រូវបានកោះឡើងហើយទុកធ្វើជាមេពូជមិនលក់ទេពុកខ្ញុំបានយករបស់របររបស់គ្រួសារយើងមកវិញអស់ហើយលើសពីនេះវាមានច្រើនជាងពីមុនទៅទៀតអគ្គនាយកស៊ូបានទូរស័ព្ទមកអបអរសាទរហើយចង់ឲ្យឯងទៅចូលរួមពិធីជប់លៀងអបអរសាទរជ័យជំនះល្អប៉ុន្តែសមុទ្រនេះរឿងទើបតែចាប់ផ្ដើមប៉ុណ្ណោះនោះមិនមែនឆេនហៅទេអីម្នាក់ដែលដណ្ដើមទូកពីរបស់លេនវែងនោះជំពាក់បំណុលវ៉ាន់ដូផ្ទះត្រូវបានរឹបអូសហើយមកដេកនៅទីនេះពេញមួយថ្ងៃគួរឲ្យអាសូរណាស់លេនវែងគឺខ្ញុំខុសហើយនាំខ្ញុំទៅជាមួយផងខ្ញុំសុកចិត្តធ្វើជាគោជាក្របីបំរើបងលេនវែងបងភ្លេចហើយថាបងធ្លាប់និយាយថានឹងរៀបការជាមួយខ្ញុំតោះទៅមើលឧបករណ៍ខ្សែសង្វាក់ត្រជាក់ដែលទើបតែមកដល់ថ្ងៃនេះជាតិនឹងនៅអាចឡើងទូកនេសាទទឹកជ្រៅបានទៀតនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះរងចាំទូកយឺសែនសាងសង់រួចរាល់ទើបជាការសញ្ជ័យពិតប្រាកដហ្វូងត្រីអានសឺវីមានប្រតិកម្មជម្រៅទឹក80ម៉ែត្ររលកសញ្ញាត្រឡប់មកវិញយ៉ាងណែនដោយអ្វីដែលលោកតាបានសរសេរគ្មានខុសតតែសោះចរន្តទឹកហូរឡើងលើជួរភ្នំក្រោមបាតសមុទ្រឋានស៊ូក្រណេហ្វូងត្រីការអូសមកក្នុងសមុទ្រជ្រៅអូស10ដងគឺទេ9ដងបើគ្មានរបស់នេះទេគឺពឹងលើសំណាងសុទ្ធសាធនេសាទទឹកជ្រៅ10ឆ្នាំមកនេះមិនដែលឃើញហ្វូងត្រីណែនណានតាន់តាប់បែបនេះទេនេះដូចជាស្រះចិញ្ចឹមត្រីអញ្ចឹងបង្កើនល្បឿនទៅមុខពេញទំហឹងត្រៀមទម្លាក់មកមិនត្រឹមត្រូវទេធ្ងន់ពេកហើយធ្ងន់ជាងការរំពឹងទុក1គុណនឹង2នេះគឺត្រីធូណាមាសមានត្រីធូណាមាសមួយក្បាលនៅក្នុងមងការនេសាទទឹកជ្រៅគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះខ្ញុំសូម្បីតែយោសិបក៏មិននឹកស្មានថាភូមិអ្នកនេសាទដ៏កំសត់របស់យើងក៏មានថ្ងៃនេះដែរចាំទុកទំនិញដែលល្អបំផុតគឺតែងតែលាក់ខ្លួននៅកន្លែងដែលមិនសូវមានគេចាប់អារម្មណ៍ជាងគេមើលទីនេះគ្រាប់ខ្សាច់ធំលីលំនឹងបំណែកសម្បកខ្ចៅខ្ចង់នេះគឺជាដានដែលបន្សល់ទុកដោយសត្វថ្មកាយដីភក់ដើម្បីរកចំណីក្តាមសេះចាប់បានហើយពេកក្បាលនេះមិនជាមនុស្សទេពិធីបុណ្យគ្រឿងសមុទ្រសហករណ៍របស់យើងខ្ញុំនឹងកែច្នៃនិងចម្អិនផ្ទាល់នៅនឹងកន្លែងដើម្បីចែករំលែកភាពស្រស់ថ្មីនេះដល់អស់លោកស្រីដែលបានមកដល់សូមឲ្យគ្រប់គ្នាបានភ្លក់រសជាតិគ្រឿងសមុទ្រធម្មជាតិពិតពីសមុទ្រក្បែរឆ្នេររបស់យើងមិននឹកស្មានថារៀបចំបានធំដុំបែបនេះសោះគ្រាន់តែចង់ឲ្យអ្នកភូមិទាំងអស់គ្នាបានសប្បាយរីករាយប៉ុណ្ណោះអ្នកធ្វើបានហើយថ្ងៃស្អែកជាពិធីបុណ្យគ្រឿងសមុទ្រថ្ងៃខាងស្អែកយើងនឹងទៅសញ្ជ័យសមុទ្រទឹកជ្រៅចាប់ពីថ្ងៃនេះទៅគ្រឿងសមុទ្រយូវែងនឹងចូលទៅក្នុងគ្រប់សាខាទូទាំងប្រទេសរបស់យេហេជួនសហការគ្នាយ៉ាងខ្លាំងក្លាដើម្បីឈ្នះនាពេលអនាគតប្រិយមិត្តទាំងអស់គ្នានេះគឺជាការផ្សាយផ្ទាល់ការញ៉ាំនៅក្នុងពិធីបុណ្យគ្រឿងសមុទ្រយូសែនដ៏ល្បីល្បាញលេនវែងអើយសូម្បីតែយោសិបក៏មិននឹកស្មានថាភូមិរបស់យើងអាចឡើងទូទស្សន៍ដែរនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះទៅថ្ងៃមុខនឹងរៀបចំរាល់ឆ្នាំហើយកាន់តែធំទៅពីមួយឆ្នាំទៅមួយឆ្នាំប្រសិនបើលោកតារបស់ឯងអាចមើលឃើញថ្ងៃនេះតើវាល្អយ៉ាងណាទៅសហករណ៍យវែងកាត់បន្ថយភាពក្រីក្រគម្រោងគំរូចាប់ផ្ដើមអាជីវកម្មជនបទថ្នាក់ជាតិសូមអញ្ជើញលេនវែងឡើងលើឆាកដើម្បីទទួលរង្វាន់
lên veng ọp ở xa tô phòngចាប់ពីសន្ទូចមួយនឹងមួយរហូតដល់សហករណ៍យវែងនាថ្ងៃនេះផ្លូវមួយនេះអ្នកដើរបានលឿននិងរឹងមាំជាងអ្នកណាទាំងអស់ អាគេនាយកសិលទាំងអស់នេះក៏ដោយសារតែមានការជួយជ្រោមជ្រែងពីអ្នកដែលយូសែនជ័យនិងភ្ញៀវទាំងអស់សុទ្ធតែបានជួយជ្រោមជ្រែងអ្នកគឺជាអ្នកមានគុណរបស់ខ្ញុំ នេះជា នេះគឺជាគុណខ្ញុំធម្មជាតិ5ពណ៌តែមួយគត់ដែលទទួលបានពីខ្ញុំចំណាស់នៅក្នុងឆ្នេររបស់លោកតាឆេនម៉ូឆាំងស៊ូសូមប្រាប់គុណខ្ញុំពេលនេះដើម្បីតំណាងឲ្យសហករណ៍ថ្លែងអំណរគុណ ខ្ញុំទទួលយកហើយក្នុងនាមជាសឹកខេងផ្ទាល់ខ្លួនមិនមែនក្នុងនាមជាប្រធានក្រុមហ៊ុនយ៉ាហេឈ្វន់ឡើយកិច្ចឈ្មោះជាស្តេចនេសាទកាហេរបស់អ្នកបានល្បីសុសសាយពេញរង្វង់វិរិយកម្មហើយតើជំហានបន្ទាប់របស់អ្នកចង់ទៅសញ្ជ័យសមុទ្រមួយណាទៀត សមុទ្រក្បែរឆ្នេរនេះបានចិញ្ចឹម3បាច់គ្រួសារលេន expanded របស់យើង3ចំនួនមកហើយប៉ុន្តែក្នុងនាមជាអ្នកនេសាទពិតប្រាកដម្នាក់មិនគួរណាសំងំសុកតែនៅក្នុងសមុទ្រក្បែរឆ្នេរបន្តិចបន្តួចនេះឡើយមានតែសមុទ្រពណ៌ខៀវស្រងាត់នោះទេទើបមានសត្វយក្សក្នុងសមុទ្រជ្រៅពិតប្រាកដ បាទអញ្ចឹងខ្ញុំសូមជូនពរអ្នកជាមុនឲ្យការធ្វើដំណើរបានរលូនសមុទ្រទឹកជ្រៅមួយនេះមិនទាន់ដែលធ្លាប់មានឈ្មោះជនជាតិចិនណាដែលអាចគ្រប់គ្រងស្ថានភាពបានឡើយ នឹងមានឆាប់នេះហើយវានឹងមិនយូរពេកនោះទេ កាលពី3ខែមុនខ្ញុំឈរនៅទីនេះមានតែជប់ដែកចាស់មួយនិងសន្ទូចចាស់មួយប៉ុណ្ណោះថ្ងៃនេះខ្ញុំនាំយកក្តីសង្ឃឹមរបស់អ្នកភូមិទាំងអស់ដើម្បីទៅសញ្ជ័យសមុទ្រជ្រៅដែលដូនតារបស់យើងមិនធ្លាប់ហ៊ានឈានជើងចូលខ្ញុំនឹងនាំយកមកវិញនៅផ្លូវមួយដែលធ្វើឲ្យតំបន់ឆ្នេរទាំងមូលចងចាំផ្លូវនេសាទទឹកជ្រៅផ្ទាល់ខ្លួនរបស់ភូមិអ្នកនេសាទរបស់យើង សូមជូនពរឲ្យអ្នកទាំងអស់គ្នាធ្វើដំណើរដោយសុវត្ថិភាព ប្រកបណាស់ លោកតាធ្លាប់និយាយថាសមុទ្រនឹងមិនធ្វើឲ្យអ្នកដែលយល់ពីវាពិតប្រាកដខកបំណងឡើយខ្ញុំគ្រាន់តែធ្វើតាមបញ្ជាប៉ុណ្ណោះ